អំពើល្អរបស់ខ្ញុំគ្រាន់តែសង្ឃឹមថាអំពើល្អដែលខ្ញុំបានធ្វើកន្លងមកហើយខ្ញុំមិនបានទៅទាមទារអំពីអ្នកណាម្នាក់ត្រឡប់មកវិញដែរខ្ញុំគ្រាន់តែសូមឲ្យជីវិតនេះជួបតែមនុស្សល្អៗជួបតែមនុស្សស្មោះត្រង់ជួបតែមនុស្សដែលចេះជួយចែករំលែកដូចជាខ្ញុំអញ្ចឹងម្យ៉ាងវិញទៀតឃើញបញ្ហាចេះជួយគ្នាទៅវិញទៅមកចេះផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាចេះផ្ដល់នៅទំនុកចិត្តដល់គ្នាទៅវិញទៅមកចេះយកអាសាគ្នានិងផ្ដល់នៅសេចក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកដោយសារតែមនុស្សម្នាក់រមែងតែងតែចង់បាននូវសេចក្តីសុខដល់ខ្លួនជានិច្ចបើកាលណាដែលយើងផ្ដល់នូវអំពើល្អសេចក្តីល្អទៅដល់អ្នកដទៃគេនឹងសប្បាយចិត្តជាមួយនឹងយើងប្រសិនបើគេមិនសប្បាយចិត្តជាមួយយើងឲ្យគេធ្វើទៅតាមទម្លាប់របស់គេទៅចុះអ្វីដែលសំខាន់អំពើល្អសេចក្តីល្អដែលយើងផ្ដល់ឲ្យគេនោះវាគឺជាការកាត់ឡើងដោយទឹកចិត្តរបស់យើង